លោកហ៊ុនរដ្ឋាមានការជឿជាក់យ៉ាងពេញទំហឹងចំពោះការស្នេហាជាតិរបស់បងប្អូនទាហាននាយទាហានដែលនៅឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីនៅថ្ងៃទី14ខែមីនាឆ្នាំ2025នេះលោកហ៊ុនរដ្ឋាអនុប្រធានគណៈបកផ្នែកអភិវឌ្ឍសេដ្ឋកិច្ចបានសរសេរសម្ដីផុសថាលោកមានការជឿជាក់យ៉ាងពេញទំហឹងចំពោះការស្នេហ៍ជាតិរបស់បងប្អូនទាហាននាយទាហានដែលនៅឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីលោកហ៊ុនរដ្ឋាបានបន្តថាកងយុទ្ធពលខេមរៈភូមិន្ទនៅតែបន្តចាត់តាំងកម្លាំងចេញល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រតាមបណ្ដោយព្រំដែនទទួលខុសត្រូវដើម្បីធានាបាននូវបូរណភាពទឹកដីរបស់កម្ពុជាជូនប្រទេសជាតិនិងប្រជាពលរដ្ឋការចូលល្បាតនេះបានធ្វើសកម្មភាពជាប្រចាំផ្ទុយពីការចោទប្រកាន់របស់ក្រមប្រឆាំងចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថាបានកាត់ដីឲ្យទៅប្រទេសជិតខាងអនុប្រធានគណៈបកផ្នែកអភិវឌ្ឍសេដ្ឋកិច្ចរូបនេះបានបន្តថាលោកបានឃើញការបង្ហោះព័ត៌មាននៃកងទ័ពជើងគោកនៃយុទ្ធពលខេមរៈភូមិន្ទនៅថ្ងៃទី14ខែមីនាឆ្នាំ2025ថាទាហាននាយទាហាននៅតែបន្តចាត់កម្លាំងចុះល្បាតនៅតាមបណ្ដោយបន្ទាត់ព្រំដែនទទួលខុសត្រូវហើយបានបន្តពង្រឹងការសហការឲ្យបានស្អិតរមួនជាមួយអង្គភាពមិត្តក្នុងការចេញល្បាតត្រួតពិនិត្យតាមបណ្ដាគោលដៅផ្សេងទៀតដែលបានកំណត់ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការប្រែប្រួលតាមខ្សែបន្ទាត់ព្រំដែននិងទប់ស្កាត់ឲ្យបានទាន់ពេលវេលានៅសកម្មភាពបទល្មើសខុសច្បាប់ផ្សេងដែលកើតមានឡើងដើម្បីធានាបាននៅសុខសុវត្ថិភាពស្ថិរភាពជូនប្រជាពលរដ្ឋលោកហ៊ុនរដ្ឋាបានបញ្ជាក់ថាទោះជាយ៉ាងណាមិញខ្ញុំក្នុងនាមជាប្រជាពលរដ្ឋម្នាក់ក៏សូមផ្ដាំផ្ញើដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រត្រូវថែរក្សានៅសុខភាពការពារពីជំងឺផ្សេងដើម្បីបន្តការការពារដល់បូរណភាពទឹកដីរបស់យើងបន្តទៀត